យល់សក្ខើញប្រជាត្រូវប្រយ័ត្នចំពោះការធ្វើដំណើរប្រជាជនពីដើមតែងមានជំនឿលើការយល់សក្ខើញសត្វនីមួយៗនឹងបង្ហាញអត្ថន័យខុសៗគ្នាទៅតាមធម្មជាតិរបស់វាធ្វើយ៉ាងយល់សក្ខើញសត្វប្រជាត្រូវបានគេជឿថាជាប្រផ្នូលសម្រាប់ទូទាត់អំពីព្រឹត្តិការណ៍ល្អនិងអាក្រក់មួយចំនួនដែលអាចនឹងកើតឡើងនាពេលអនាគតប្រសិនបើយល់សក្ខើញប្រជាកំពុងហោះហើរទូទាត់ថាអ្នកដែលឈឺនឹងបានធូរស្រាលឡើងវិញឬជាសះស្បើយតែម្ដងសំណាងអាក្រក់ដែលបានជួបប្រទះក្នុងរយៈពេលយូរមកហើយនឹងធូរស្រាលស្រានផងដែរប៉ុន្តែបើឃើញសត្វប្រជាហើរចូលផ្ទះបន្ទប់គេងឬធ្វើសម្បុកនៅក្នុងទីលំនៅរបស់អ្នកបកស្រាយថាទំនាក់ទំនងជាមួយមនុស្សនៅក្នុងផ្ទះមិនសូវល្អជាងនឹងគ្នានោះទេតម្រូវឲ្យមានការប្រយ័ត្នចំពោះសម្ដីដែលប្រើលើគ្នាព្រោះអាចនឹងមានបញ្ហាចំនួនដល់ឡែកបើឃើញសត្វប្រជាជាច្រើនក្បាលមានន័យថាក្នុងអំឡុងពេលនេះមានកិច្ចការជាច្រើនដែលត្រូវទទួលខុសត្រូវប៉ុន្តែនៅទីបញ្ចប់នៃកិច្ចការនោះវានឹងទទួលផលល្អប្រសើរជាម៉ាមិញបើយល់សឃើញសត្វប្រជាខំមានន័យថាអំឡុងពេលនេះមិនគួរធ្វើដំណើរតែម្នាក់ឯងនោះទេព្រោះអាចមានគ្រោះថ្នាក់នឹងត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សជំនាញខ្លួន